ផ្ដើមសាច់រឿងមកតួអង្គឯកស្រីរបស់យើងមានឈ្មោះថាហ្វាឡាដាបើកឡានសេរីទំនើបក្រហមនាងគឺជាវេជ្ជបណ្ឌិតទើបតែបញ្ចប់ការសិក្សាមកពីបរទេសប៉ាម៉ាក់របស់នាងគឺជាម្ចាស់មន្ទីរពេទ្យដែលនាងកំពុងតែធ្វើការផ្ទាល់ពេលមកដល់មន្ទីរពេទ្យភ្លាមក៏មានអ្នកជំងឺត្រូវសង្គ្រោះបន្ទាន់ភ្លាមហ្វាឡាដាក៏ប្រញាប់ប្រញាល់ប្តូរសម្លៀកបំពាក់ដើម្បីជួយសង្គ្រោះអ្នកជំងឺភ្លាមបន្ទាប់ពីជួយសង្គ្រោះអ្នកជំងឺរួចមកនាងក៏បានជួបគ្នានឹងនារីម្នាក់នេះមានឈ្មោះថាណងអាននាងគឺជាតារាសម្ដែងម្នាក់ដែលកំពុងទទួលបានការគាំទ្រជាខ្លាំងផងដែរពេលជួបគ្នាដំបូងណងអានក៏បាននិយាយទៅកាន់ហ្វាឡាដាថាខ្ញុំនឹកអ្នកខ្លាំងណាស់ចំណែកឯហ្វាឡាដាពេលបានជួបណងអានដំបូងទឹកមុខរបស់នាងដូចជាមានការភ្ញាក់ផ្អើលជាខ្លាំងហាក់បីដូចជាពួកគេទាំងពីរអ្នកធ្លាប់ស្គាល់គ្នាពីមុនមកសាច់រឿងក៏បានស្រមៃឲ្យយើងឃើញកាលពី2 ឆ្នាំមុនពួកគេទាំងពីរនាក់បានជួបគ្នាដោយចៃដន្យនៅបរទេសនៅពេលដែលពួកគេទៅរៀនបន្តនៅទីនោះហើយពួកគេក៏បានរាប់អានគ្នាជាមិត្តភក្តិតាំងពីពេលនោះមកដោយសារគ្រួសារណងអានមានជីវភាពមិនសូវធូរធារនាងត្រូវរៀនបណ្ដាលនិងធ្វើការជាអ្នករត់តុបណ្ដាលនិងស្នាក់នៅបន្ទប់ជួលតូចមួយជាមួយមិត្តរបស់នាងនៅយប់មួយហ្វាឡាដាបានឃើញណងអានអង្គុយនៅក្រៅតែម្នាក់ឯងហើយនាងថែមទាំងក្តៅខ្លួនថែមទៀតផងហ្វាឡាដាក៏បានដោះអាវរបស់ខ្លួនឲ្យនាងពាក់ព្រោះមិនចង់ឲ្យនាងផ្ដាសាយនិងបាននាំណងអានទៅផ្ទះរបស់ខ្លួនដើម្បីមើលថែនាងថែមទាំងបានជួយជូតខ្លួនឲ្យណងអាននិងមើលថែនាងពេញមួយយប់ទៀតផងលុះពេលព្រឹកឡើងហ្វាឡាដាបានរៀបចំម្ហូបយ៉ាងច្រើនទុកសម្រាប់ណងអានបានសួរទៅកាន់ហ្វាឡាដាថាតើហ្វាឡាដាចូលចិត្តញ៉ាំម្ហូបអ្វីតែហ្វាឡាដាបែរជាឆ្លើយថាគេចូលចិត្តណងអានទៅវិញពេលនោះហ្វាឡាដាបានកាមុងបាច់ផ្កាមួយយ៉ាងធំរួចក៏បានលុតជង្គង់សុំណងអានធ្វើជាសង្សារណងអានក៏បានឆ្លើយយល់ព្រមដោយមិនស្ទាក់ស្ទើរបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមពេញមួយរាត្រីប្រកបដោយសេចក្តីសុខពួកគេទាំងពីរនាក់បានបន្តរស់នៅជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃប្រកបដោយសេចក្តីស្រឡាញ់ដើរលេងជាមួយគ្នាញ៉ាំអីជាមួយគ្នានិងបង្កើតគម្រោងអនាគតជាមួយគ្នាហ្វាឡាដាក៏បានរៀបចំស៊ុបប្រៃខួបកំណើតឲ្យណងអានថែមទៀតផងនិងធ្វើនំដោយផ្ទាល់ដៃសម្រាប់ណងអានពេលដែលណងអានញ៉ាំនំនោះហើយធ្វើឲ្យនាងដកដង្ហើមមិនរួចដោយសារតែនាងអាឡាក់សីជាមួយផ្លែចេកដែលដាក់នៅក្នុងនំនោះឯងហ្វាឡាដាពិតជាបារម្ភចំពោះណងអានខ្លាំងមែនទែននាងក៏បានសួរទៅកាន់ណងអានថាហេតុអ្វីបានជាមិនប្រាប់បងថាអាឡាក់សីជាមួយផ្លែចេកអីចឹងដោយសារតែណងអានឃើញហ្វាឡាដាខិតខំធ្វើនំឲ្យនាងជាខ្លាំងចឹងហើយនាងមិនចង់ឲ្យហ្វាឡាដាអន់ចិត្តបងខំធ្វើឲ្យហើយបើមិនញ៉ាំមិនកើតស្រឡាញ់គ្នាមិនបានប៉ុន្មានផងរឿងដែលពួកគេទាំងពីរនាក់តាក់ទងគ្នាក៏បានដឹងដល់ម៉ាក់របស់ហ្វាឡាដាគាត់មិនពេញចិត្តនឹងទំនាក់ទំនងភេទដូចគ្នាបែបនេះទេតែប៉ារបស់ហ្វាឡាដាគាត់មិនបានជំទាស់ឡើយព្រោះគាត់ផ្ដល់សិទ្ធិសេរីភាពចំពោះកូនក្នុងការជ្រើសរើសគូដោយខ្លួនឯងម៉ាក់ហ្វាឡាដាមានបំណងចង់បំបែកបំបាក់ពួកគេទាំងពីរព្រោះគាត់ចង់ឲ្យកូនស្រីរបស់គាត់រៀបការជាមួយនឹងលោកនោះដែលជាដៃគូរកស៊ីជាមួយគ្នានិងជាអ្នកមានដូចគ្នាណងអានបានទទួលដំណឹងថាពេលនេះម៉ាក់របស់នាងកំពុងតែឈឺជាទម្ងន់ត្រូវការវះកាត់ជាបន្ទាន់បើមិនដូច្នោះទេអាការៈនឹងកាន់តែធ្ងន់ធ្ងរហ្វាឡាដាក៏បានខលទៅម៉ាក់របស់នាងសុំឲ្យម៉ាក់របស់នាងជួយព្យាបាលម្ដាយមិត្តភក្តិរបស់នាងផងខុនម៉ែក៏បានយល់ព្រមការវះកាត់ក៏ទទួលបានជោគជ័យណងអានបានត្រឡប់ទៅប្រទេសថៃវិញដើម្បីមើលថែម៉ាក់របស់នាងភ្លាមនោះនាងក៏បានទទួលទូរស័ព្ទពីខាងមន្ទីរពេទ្យហើយនាងឲ្យទៅជួបខុនម៉ែបានប្រាប់ឲ្យណងអានបែកគ្នាជាមួយហ្វាឡាដាគាត់បានកុហកថាមុនពេលហ្វាឡាដាទៅរៀននៅបរទេសនាងបានតាក់ទងគ្នាជាមួយនឹងលោកគ្រូពេទ្យវិសានុរួចមកហើយ
ពេលរៀនចប់ពួកគេទាំងពីរនឹងរៀបការជាមួយគ្នាហ្វាឡាដាតាក់ទងនងអានគឺដើម្បីតែកំដរអារម្មណ៍ឯការបស់នាងតែប៉ុណ្ណោះនងអានក៏ស្រមៃព្រោះនាងធ្លាប់បានឃើញឈ្មោះវិសានុនេះតែងតែផ្ញើកាដូនិងផ្ញើសារមកហ្វាឡាដារហូតតែហ្វាឡាដាបែរជាប្រាប់នាងថាមិនស្គាល់ទៅវិញខុនម៉ែបានបន្តថាបើនាងព្រមបែកជាមួយកូនរបស់គាត់នឹងព្យាបាលម៉ាក់របស់នាងឲ្យបានជាសះស្បើយដោយគ្មានជំរើសនងអានក៏សម្រេចចិត្តបែកពីហ្វាឡាដាទាំងឈឺចាប់ពេលទៅដល់បរទេសវិញនាងក៏បានសុំបែកគ្នាជាមួយហ្វាឡាដាភ្លាមហ្វាឡាដាព្យាយាមដេញដោសួររកហេតុផងនិងបានអង្វរកុំឲ្យនាងចេញពីគេអីតែនងអានបានតបថាគេមិនបានស្រឡាញ់មនុស្សស្រីទេគឺគេស្រឡាញ់មនុស្សប្រុសគេតាក់ទងជាមួយនាងដោយសារតែនាងជាអ្នកមានគេគ្រាន់តែចង់បោកនាងប្រើតែប៉ុណ្ណោះនងអានក៏បានច្រានហ្វាឡាដារួចក៏ចេញទៅបាត់ទៅហ្វាឡាដាក៏ឈឺចាប់ចំណែកនងអានវិញនាងក៏ឈឺចាប់មិនចាញ់ហ្វាឡាដាឡើយតើឲ្យធ្វើម្ដេចទៅរវាងម្ដាយហើយនឹងសង្សារនាងពិតជាមិនចង់ចោលអ្នកណាឡើយតែពេលនេះជីវិតម្ដាយគឺសំខាន់ជាងពេលនេះមានតែលះបង់គូសង្សារដើម្បីជួយម្ដាយសិនហើយពួកគេទាំងពីរនាក់ក៏បានស្រមៃដល់អនុស្សាវរីយ៍កន្លងដែលធ្លាប់តែផ្អែមល្ហែមនឹងគ្នាចំណែកឥឡូវគឺមានតែទឹកភ្នែកនិងការឈឺចាប់ប៉ុណ្ណោះកាត់មកដល់ពេលបច្ចុប្បន្នវិញហ្វាឡាដាគេពិតជាស្អប់នងអានខ្លាំងណាស់ដែលបានបោកប្រាស់នាងកន្លងមកពេលដែលដឹងថាខ្លួនត្រូវថតស្ពតជាមួយនងអានបែបនេះនាងក៏សុំដកខ្លួនចេញហើយដើរចេញទៅដោយទឹកមុខពោពេញដោយកំហឹងរឿងរបស់យើងបានមកដល់ទីបញ្ចប់ហើយបើចូលចិត្តជួយចុច like ឲ្យអាប់មីនម្នាក់មួយផងណាចាំជួបគ្នានៅភាគបន្ត